សួស្តីអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់លើកយកប្រធានបទមួយមកជជែកគ្នាដែលខ្ញុំជឿថាគ្រប់គ្នានៅទីនេះសុទ្ធតែធ្លាប់ជួបប្រទះវាមិនមែនជាជំងឺឆ្លងទេប៉ុន្តែវាជារបៀបនៃការគិតដែលកំពុងតែរាលដាលពាសពេញសង្គមយើងនោះគឺការជ្រើសរើសគិតអវិជ្ជមានជាមុនសិនមុននឹងគិតអ្វីផ្សេងតើអ្នកធ្លាប់កត់សម្គាល់ទេនៅពេលដែលយើងទទួលបានដំណឹងអ្វីមួយឬជួបនឹងបញ្ហាអ្វីមួយសំឡេងដំបូងដែលបន្លឺឡើងក្នុងចិត្តយើងច្រើនតែជាចប់ហើយមិនអាចទៅរួចទេឬប្រកាសជាត្រូវគេបោកហើយយើងហាក់ដូចជាកំពុងរស់នៅក្នុងសង្គមមួយដែលការគិតអវិជ្ជមានត្រូវបានគេចាត់ទុកថាជាការប្រុងប្រយ័ត្នប៉ុន្តែតាមការពិតវាគឺជាច្រវាក់ដែលរារាំងយើងពីឱកាសនិងក្តីសុខហេតុអ្វីបានជាមនុស្សភាគច្រើនចូលចិត្តគិតអវិជ្ជមានតាមការសិក្សានេះគឺជាយន្តការការពារខ្លួនរបស់ខួរក្បាលកាលពីសម័យបុរាណការគិតអវិជ្ជមានជួយឲ្យមនុស្សរត់គេចពីគ្រោះថ្នាក់ប៉ុន្តែក្នុងសម័យនេះគ្រោះថ្នាក់មិនមែនជាសត្វសាហាវទេតែជាការងារជាការប្រជុំឬទំនាក់ទំនងសង្គមការគិតអវិជ្ជមានបានវិវត្តទៅជាការព្រួយបារម្ភមិនឈប់ឈរនៅពេលដែលឃើញមិត្តភ័ក្តិជោគជ័យយើងគិតថាគេប្រហែលជាមានខ្សែនៅពេលឃើញឱកាសថ្មីយើងគិតថាវាមិនងាយស្រួលទេវប្បធម៌នៃការបន្ទោសនិងការរិះគន់ក្នុងសង្គមបានធ្វើឲ្យយើងជឿថាការគិតបែបនេះគឺជារឿងធម្មតាតើយើងអាចដោះស្រាយបញ្ហានេះដោយរបៀបណា 1. ការសង្កេតរកសំឡេងអវិជ្ជមានជំហានដំបូងគឺការតាមដានសំឡេងក្នុងចិត្តខ្លួនឯងនៅពេលដែលអ្នកគិតថាខ្ញុំធ្វើមិនបានទេសូមផ្អាកមួយវិនាទីហើយសួរខ្លួនឯងថាតើនេះជាការពិតឬគ្រាន់តែជាការភ័យខ្លាចការទទួលស្គាល់ថាវាជាការគិតមិនមែនជាការពិតគឺជាថាមពលដ៏ខ្លាំងក្លាបំផុត 2. ការវឹកហាត់ការគិតបែបមានភ័ស្តុតាងមនុស្សគិតអវិជ្ជមានច្រើនតែសន្និដ្ឋានទាំងមិនមានភ័ស្តុតាងឧទាហរណ៍ប្រសិនបើអ្នកគិតថាគ្រប់គ្នាស្អប់ខ្ញុំសូមសួរខ្លួនឯងថាតើមានភ័ស្តុតាងអ្វីខ្លះដែលបញ្ជាក់ថាពួកគេស្អប់ខ្ញុំច្រើនតែអ្នកនឹងរកមិនឃើញទេការប្រើកកវិជ្ជាមកកាត់សេចក្តីការគិតនឹងធ្វើឲ្យភាពអវិជ្ជមាននោះរលាយបាត់ទៅវិញ 3. ការផ្លាស់ប្ដូរបរិស្ថាននៃការស្ដាប់ប្រសិនបើអ្នកព័ទ្ធជុំវិញខ្លួនដោយមនុស្សដែលចូលចិត្តអូនត្អែនិងរិះគន់រាល់ថ្ងៃនោះការគិតរបស់អ្នកនឹងคล้ายជាបែបនោះដោយមិនដឹងខ្លួនសូមសាកល្បងជ្រើសរើសស្ដាប់អ្វីដែលលើកទឹកចិត្តឬអានអ្វីដែលជួយពង្រីកការគិតបរិយាកាសគឺជាចំណីរបស់ខួរក្បាលការលើកទឹកចិត្តការគិតអវិជ្ជមានមិនមែនជាចរិតកំណើតរបស់អ្នកទេវាគ្រាន់តែជាទម្លាប់មួយដែលអ្នកបានចិញ្ចឹមបីបាច់វាយូរពេកអ្នកអាចបដូរទម្លាប់នេះបានកុំបន្ទោសខ្លួនឯងដែលអ្នកធ្លាប់គិតអវិជ្ជមានព្រោះវាជារឿងដែលសង្គមជះឥទ្ធិពលមកលើអ្នកប៉ុន្តែចាប់ពីថ្ងៃនេះទៅសូមឲ្យអ្នកក្លាយជាអ្នកជ្រើសរើសជារៀងរាល់ថ្ងៃសូមព្យាយាមមើលឃើញភាពវិជ្ជមានតូចតាចអាហារដែលឆ្ងាញ់មិត្តភ័ក្តិដែលសើចជាមួយអ្នកឬឱកាសដែលអ្នកបានរៀនដឹងអ្វីដែលថ្មីជីវិតខ្លីណាស់សម្រាប់ការរស់នៅដោយមានពពកខ្មៅគ្របដណ្ដប់ក្នុងចិត្តអ្នកមានសិទ្ធិជ្រើសរើសមេឃស្រឡះទោះបីជាពេលខ្លះព្យុះកំពុងបោកបក់ក៏ដោយចូលចាប់ផ្ដើមថ្ងៃនេះដោយការសរសើរខ្លួនឯងមួយម៉ាត់ហើយសម្លឹងមើលបញ្ហាដោយក្តីសង្ឃឹមអរគុណដែលបានស្ដាប់ខ្ញុំតើថ្ងៃនេះអ្នកអាចរកឃើញរឿងមួយដែលអ្នកអាចគិតវិជ្ជមានអំពីវាបានដែរឬទេសាកល្បងទាំងអស់គ្នាណា